កម្ពុជាចិនចែករំលែកបទពិសោធន៍យន្តការប្រឆាំងអំពើពុករលួយឯកឧត្តមយុនស៊ីណាតអនុប្រធានអង្គភិបប្រឆាំងអំពើពុករលួយនៅព្រឹកថ្ងៃទី23ខែមេសាឆ្នាំ2025នេះបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូអធិការកិច្ចបកកុម្មុយនីសចិននិងរដ្ឋខេត្តយូណានចំនួន5រូបដឹកនាំដោយលោកលីហ្គេងសមាជិកអចិន្ត្រៃយ៍នៃគណៈអធិការកិច្ចបកកុម្មុយនីសចិនខេត្តយូណាននិងគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិនខេត្តយូណានឯកឧត្តមអគ្គនាយកបានជម្រាបជូនគណៈប្រតិភូអំពីការងារប្រយុទ្ធប្រឆាំងអំពើពុករលួយកម្ពុជាដែលជាការងារអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលតាំងពីអាណត្តិសម្ដេចតេជោហ៊ុនសែននិងបន្តមករាជរដ្ឋាភិបាលអាណត្តិទី7នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដោយបានចាត់ទុកការកែតម្រង់និងពង្រឹងអភិបាលកិច្ចស្អាតស្អំជាស្នូលនៃយុទ្ធសាស្ត្របច្ចុប្បន្នដំណាក់កាលទី1ជាមួយគ្នានេះឯកឧត្តមជាសម្អាតក៏បានលើកឡើងអំពីរចនាសម្ព័ន្ធនៃស្ថាប័នប្រឆាំងអំពើពុករលួយភារកិច្ចរបស់ក្រមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអង្គភាពប្រឆាំងអំពើពុករលួយចំណុចសំខាន់នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដែលពាក់ព័ន្ធនឹងអំណាចស៊ើបអង្កេតរបស់អបពព្រមទាំងយន្តការប្រឆាំងអំពើពុករលួយនៅកម្ពុជាដែលផ្ដោតលើការងារសំខាន់3គឺការងារអប់រំការងារបង្ការទប់ស្កាត់និងការបង្ក្រាបនិងការកសាងសំណុំរឿងបញ្ជូនទៅតុលាការដែលជាសមត្ថកិច្ចផ្ដាច់មុខរបស់អបពជាការឆ្លើយតបលោកលីហ្គេងបានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់អបពនិងការទទួលស្វាគមន៍ដ៏កក់ក្ដៅចំពោះគណៈប្រតិភូព្រមទាំងការសម្ដែងនៅសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាដោយឡែកនៅអបពនៅពេលនេះលោកលីហ្គេងបានលើកឡើងអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅប្រទេសចិនដោយឡែកនៅខេត្តយូណានក្រោមការដឹកនាំរបស់លោកប្រធានាធិបតីស៊ីជីនពីងបានដាក់ចេញគោលនយោបាយកំទេចជនពុករលួយដោយប្រកាន់យកគោលនយោបាយតឹងរ៉ឹងនៃការអនុវត្តច្បាប់និងវិន័យរបស់បកនិងរដ្ឋដោយទទួលបានជោគជ័យធំធេង